ដែលឡើងក្នុងព្រះរាជព្រះយេស៊ូវផងដែរខ្ញុំជឿនៅព្រះទូលផងខ្ញុំជឿនៅព្រះរាជទ្រង់ថាព្រះអង្គនឹងធ្វើបុណ្យការអ្វីដែលព្រះទូលធ្វើពុកបានដូចមានសោះឡើយក៏លើសូមប្រទានពរក្នុងការដែលគាត់បានចូលមកហើយប្រទានពរក្នុងការដែលគាត់នឹងត្រឡប់ទៅគេខាងវិញផងដែរមិនថាពុកគាត់ទៅទីណាកន្លែងណានោះជំនុំណាការការពាររបស់ព្រះក្នុងការចុះជីវិតរបស់គាត់រហូតដល់ថ្ងៃដែលព្រះអង្គយាងត្រឡប់មកវិញផងដែរចំហពុទ្ធព្រះអង្គព្រះគុំការសិក្សាការដែលទុកអ្នករបស់របស់ប្រារបស់ព្រះនេះដែលព្រះនាមដែលមានអំណាចវិទ្យាសាស្ត្រគឺអង្គព្រះយេស៊ូវគ្រីស្ទបានដែររបស់កញ្ញាដូចបាននាំកញ្ញាមកលើនេះរបស់ក្រុមផ្នែកកញ្ញាបានដល់ទីផងដែរក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបានចាស់ពីគុំទៅក្នុងស្ថានជួបក្នុងព្រះនាមមកសំផងបានយាងមកតែមកពីសាអត់នៅដានកញ្ញារបស់គាត់នៅដានេះតែក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទមានអំណាចបានដល់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបានទៅដល់កញ្ញាគឺជាគោលរបស់ព្រះកញ្ញាគឺជាគោលរបស់ទុំកញ្ញាបានពេញអំណាចពីស្ថានទូតការពីថៃឡាហើយក្នុងជីវិតកញ្ញាបានពេញដោយព្រះអង្គការសម្ដែងរបស់កញ្ញាជានិយាយរបស់ទុំគាត់ឡើងគឺបានពេញដោយព្រះអង្គពេញដោយព្រះអង្គពេញដោយការអស្ចារ្យការប្រោសជីវិតការកែសាងការពាររបស់កញ្ញាចាប់ពីពេលនេះនោះទៅជាណាអរគុណផងថ្ងៃនេះកូនបងបានទិញភាសាក៏ដូចជាទូបានដែលសំខាន់អ្វីសំខាន់ទូបានយើងមកមិនថារបស់នេះជាមុនយ៉ាងម៉េចទេប៉ុន្តែនៅក្នុងកូនបងគឺតែថ្មីល្អហើយនឹងជាមួយជាប្រពោសម្រាប់គ្នាបាទ Haleluya Ramostere Mustafa Stere Mustafa Ramostere Mustafa Stere ក្នុងព្រះនាមព្រះយេស៊ូវក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអម្ចាស់នៃបង្គំផងអើយបាទបានប្រទានព្រះពរផងណាប្រទានព្រះពរដល់ឧស្សាហ៍របស់គាត់គាត់បានទិញភាសានេះឬក៏ទិញភាសានេះទៅដល់ជាព្រះបានប្រទានព្រះពរឲ្យវិសាធ្វើដំណើរទៅណាមកណាគឺនឹងមានសុវត្ថិភាពកាលឡើងមានណាមកបាក់បងដល់ភាសាកាស្ទេរីមូសាបាស្ទេរីមូសាកាស្ទេចាច់មានស្ទេរីមូសាបានឡើយពេកយ៉ាងការធ្វើដំណើរមានសុវត្ថិភាពនេះងាយពីស្នាមព្រោះហើយមានម៉ូលមានចាំអើយស្គុំជុំនៅជាមួយគាត់ការពារថែរក្សាគាត់ឲ្យប្រទានព្រះពរឲ្យបង្ហូរព្រះពរមកកាន់ជីវិតរបស់គាត់ចាប់ពីពេលឥឡូវនេះបាកាស្ទេរីមូសាកាដាច់យ៉ាងការកាស្ទេរីមូសាបាស្តាបាស្ទេរីមូសាកាស្តាហាឡេលូយ៉ាកាស្ទេរីមូសាបាស្ទេរីមូសាកាបៃតាចំម្ចាស់នៃគុំនៅស្ថានជួរគុណព្រះគុណព្រះអូព្រះគុណព្រះណាស់រាប់ព្រះពរមួយនេះហើយព្រះពរទាំងភាសាព្រះពរទាំងបន្ទូលហើយជីវិតរបស់គាត់ទាំងពីយេស៊ូវគ្រីស្ទពេញដោយសេចក្តីសុខសាន្តពេញដោយការការពារដែលមកពីព្រះអង្គមិនថាគាត់ទៅណាមកណានឹងជួបតែសុវត្ថិភាពយ៉ាងពិតប្រាកដផងដែរព្រះអង្គមានព្រះបន្ទូលថាព្រះអង្គមិនដែលចាក់ចោលបងប្អូនមួយវិនាទីណាឡើយថាបងប្អូនទៅទីណាកន្លែងណាព្រះអង្គនឹងគង់ជាមួយហើយជួយមិនឲ្យមានបញ្ហាអ្វីកើតឡើងក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាផងដែរអាមែនអរគុណព្រះអង្គគុណសូមថ្វាយគ្រប់ទាំងផាសាម៉ូតូថ្មីនិងជីវិតគ្រួសាររបស់គាត់ទាំងពីរនាក់នេះដាច់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន